រឿង Boss Love Levi លោកប៉ាហើយនឹងម៉ាក់របស់ខ្ញុំឆ្លោះគ្នាមែនទេលោកអមអត់ទេហេតុអីបានជានាងគិតអញ្ចឹងទោះបីជាលោកប៉ាហើយនឹងម៉ាក់មិននៅក្នុងបន្ទប់ជាមួយគ្នាតែហេតុអីបានជាប៉ាមិនត្រឡប់មកផ្ទះវិញនាងនិយាយថាម៉េចនាងថាប៉ាហើយនឹងម៉ាក់របស់នាងមិននៅក្នុងបន្ទប់ជាមួយគ្នាហើយម៉េចអរគុណខ្លាំងណាស់មួយរយៈពេលនេះដែលនាងមើលថែទាំខ្ញុំយប់នេះខ្ញុំអញ្ជើញពួកនាងទៅញ៉ាំអាហារនៅខាងក្រៅបន្ទាប់ពីការព្យាបាលហើយកាពះរបស់លោកមិនល្អទេលោកមិនគួរទៅញ៉ាំនៅខាងក្រៅទេមិនបានជានាងប៉ាសាទខ្ញុំយ៉ាងនេះនៅពេលណាទៅប្រុសម្នាក់នេះធំដល់ក្តីទៅលោកជាសះស្បើហើយបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយសុខភាពលោកក៏មិនអីដែរខ្ញុំត្រឡប់ទៅវិញហើយនាងរវល់ហ៎ឲ្យមិនក៏បតនយ៉ាងនេះខ្ញុំត្រូវទៅសួរសឹកទឹកសៀឈាមបន្តិចមិនអីទេទោះបីជាយ៉ាងណាក៏ដោយពីមុនមកគេមើលថែតំនាងនិងក្មេងៗបានល្អណាស់នាងកំពុងតែសម្ដែងដូចជាខ្ញុំមិនដឹងមែនទេចាប់ពីថ្ងៃនេះតទៅឈប់មករំខានក្នុងជីវិតរបស់ខ្ញុំទៀតអីលោកកំពុងតែធ្វើស្អីហ្នឹងមនុស្សស្រីគឺពិបាកយកចិត្តណាស់នៅពេលដែលខ្ញុំបិច័នលោកបាយជាមានអារម្មណ៍ធុញទ្រាន់ពេលដែលខ្ញុំមិនបិច័នលោកបាយជាខឹងមិនបិច័នអញ្ចឹងខ្ញុំអាចស្រឡាញ់នាងបានទេអត់ទេកុំធ្វើអញ្ចឹងវាពិបាកនឹងទទួលខ្ញុំម្ដងទៀតណាស់មែនទេតើខ្ញុំត្រូវធ្វើម៉េចទៅនាងព្រមឆឹងហានកុំឯសាជាមួយខ្ញុំហ៎ឆឹងហានលោកចង់ធ្វើស្អីហេតុអីបានជាបញ្ជាចេញខ្ញុំត្រូវទៅហើយម៉េចខ្ញុំគ្រាន់តែចង់ឲ្យនាងនិងកូនត្រឡប់មកជួបជុំគ្នាម្ដងទៀតប៉ុណ្ណោះលោកកំពុងតែនិយាយស្អីក្មេងៗមិនត្រូវការលោកទេម៉េចខ្ញុំដឹងអស់ហើយ5ឆ្នាំកន្លងមកនេះនាងចាក់ចេញពីខ្ញុំនៅពេលនោះនាងមានផ្ទៃពោះលោកកំពុងតែនិយាយស្អីដូហើយនឹងសេហ្វៃមិនមានចាប់ពាក់ព័ន្ធស្អីជាមួយលោកទេម៉ូសេឈិនប្រាប់ខ្ញុំគ្រប់យ៉ាងអស់ហើយថាម៉េចនាងដឹងទេនៅពេលដែលខ្ញុំដឹងថាក្មេងៗគឺជាកូនរបស់ខ្ញុំមានអារម្មណ៍ពិបាកខ្លាំងណាស់ប្រហែលឆ្នាំកន្លងមកនោះអ្នកដែលនៅក្បែរនាងចាំជួយនាងមិនមែនជាខ្ញុំនៅលើកដំបូងដែលក្មេងៗកើតមកអ្នកដែលគេហៅថាប៉ាមិនមែនជាខ្ញុំនាងដឹងទេថាខ្ញុំមានវិបរិសារីខ្លាំងប៉ុណ្ណាហើយម៉េចតើនាងអាចផ្ដល់ឱកាសខ្ញុំម្ដងទៀតបានទេត្រឹមតែម្ដងប៉ុណ្ណោះយឺតពេកហើយយើងមិនអាចត្រឡប់មកដូចមុនបានទេហើយម៉េចមកធ្វើស្អីទីនេះបើសិនជាខ្ញុំមិនមកខ្ញុំមិននឹងបានឮរឿងទាំងអស់នេះទៅស្ដាប់ខ្ញុំនិយាយសិនរឿងទាំងអស់គឺជាកំហុសរបស់ខ្ញុំត្រូវហើយវាគឺជាកំហុសរបស់ឯងឆឹងហានអាមនុស្សចង្រៃឯងធ្វើបាបប្អូនស្រីរបស់យើងឯងដឹងទេព្រោះតែពោះក្មេងពីរនាក់នោះប្អូនស្រីរបស់ខ្ញុំមិនខ្លាចថាជីវិតនាងត្រូវបាត់បង់ទេហេតុអីបានជាឯងក្បត់នាងខ្ញុំនឹងបដៅឯងម្ដងអាចង្រៃហើយម៉េចអូនឆឹងហានលោកមិនអីទេអីលោកឈឺត្រង់ណាខ្លះហើយម៉េចឯងនៅតែការពារវាទៀតហ៎បងប្រុសឆឹងហានទៅតែវាកាត់រួចបងកុំធ្វើបាបគេឆឹងហានលោកពិតជាមិនអីទេមែនទេខ្ញុំមិនអីទេចុះនាងវិញមិនបានជាធ្វើបាបនោះចុះបើសិនជានាងកាត់អីនោះចាំមិនអីទេលោកទៅគួរឲ្យបារម្ភលោកទៅតែវាកាត់ហើយបើសិនជាមានអីកាត់ឡើងនោះខ្ញុំក្មេងល្ងងខ្ញុំមិនអីទេខ្ញុំរងចាំនាងមកជាយូរហើយរងចាំដើម្បីបង្កើតគ្រួសារមួយជាមួយគ្នាណែគ្រប់គ្រាន់ហើយបញ្ឈប់លខោនឈួតរបស់ឯងនេះទៅអ្នកទាំងពីរច្បាស់ហើយថានិយាយបែបនេះរឿងគឺវាពិតច្បាប់នឹងពិតមែននៅពេលនេះខ្ញុំមិនបានដឹងទេថាហើយម៉េចគឺជាប្អូនស្រីរបស់ឯង5ឆ្នាំកន្លងមកដែលយើងបែកគ្នាខ្ញុំក៏មិនបានដឹងដែរថានាងមានផ្ទៃពោះប៉ុន្តែពេលនោះខ្ញុំក៏បានចាក់ចេញពីក្រងជាងសេឈិនព្រឹត្តិការណ៍ពីកិត្តិយសរបស់ខ្ញុំគេក៏រៀបការខ្លាចជាមួយខ្ញុំពិតមែនណាដែលជាមួយការឆក់អីចឹងប្រហែលឆ្នាំមកនេះឯងហើយនឹងសេឈិន
ជាអ្នកសាងរឿងមកបំផាន់ភ្នែកគ្រប់គ្នាគ្រាន់តែរៀបការតែក្នុងនាមចឹងមែនទេចាហើយមួយខែមុនខ្ញុំនឹងសេឈៀនក៏បានលែងលះគ្នារួចរាល់ហើយដែរលែងលះគឺជារឿងធំម៉េចក៏ឯងធ្វើបែបនោះហេមីឯងពូកែខ្លាំងណាស់ឯងដោះស្លាប់ហើយហេមីខ្ញុំដឹងថាឯងខឹងខ្លាំងណាស់ប៉ុន្តែរឿងនេះមិនពាក់ព័ន្ធជាមួយហេមីទេគ្រប់យ៉ាងវាព្រោះតែខ្ញុំឆឹងហានចឹងសម្រាប់ថាឯងនឹងបន្តទំនាក់ទំនងរបស់ឯងវិញមែនទេត្រូវហើយពួកយើងអត់ទេខ្ញុំមិនមានអីពាក់ព័ន្ធជាមួយគេទៀតទេអើមីនាងមិនអាចអភិជាស្រ័យឲ្យខ្ញុំបានទេអីខ្ញុំទៅហើយរឿងរបស់មនុស្សពីរនាក់ទុកឲ្យមនុស្សពីរនាក់ជាអ្នកដោះស្រាយបងប្រោះខ្ញុំអាចយល់នឹងលើកលែងឲ្យអ្នកទាំងពីរប៉ុន្តែมันបានមានន័យថាប៉ាម៉ាក់នឹងធ្វើដូចជាខ្ញុំទេកុំធ្វើឲ្យប៉ាម៉ាក់ឈឺចាប់ទៀតអីអ្នកទាំងពីរសម្រេចចិត្តទៅតើខ្ញុំគួរធ្វើយ៉ាងម៉េចទៅបើសិនជាប៉ាម៉ាក់ដឹងរឿងនេះប្រកាសជាហើយម៉េចកុំរំអីខ្ញុំនឹងទៅលុតជង្គង់សុំទៅពួកគាត់សុំវល់គាត់ដើម្បីឲ្យពួកគាត់លើកលែងឲ្យខ្ញុំឆឹងហានអ្វីដែលយើងបានជួបរយៈពេល5ឆ្នាំមកនេះយើងមិនបានដឹងទេថាវាត្រូវឬក៏ខុសកាខ្ញុំម្ដងទៀតទៅហេមីហើយខ្ញុំនឹងរកចម្លើយឲ្យនាងខ្ញុំនឹងបង្ហាញឲ្យនាងដឹងអាណាពាក់អាវខ្មៅនេះវ៉ៃអូលួចថតមានការលួចថតអីចាឆឹងហានហើយនឹងហីមីនៅតែតាក់ទងគ្នាទៀតអញ្ចឹងម៉ាក់5ឆ្នាំកន្លងទៅហើយ5ឆ្នាំហើយដែលបងប្រុសមិនមកទីនេះហើយនឹងក្រុមហ៊ុនម៉ាក់នៅតែមិនយល់ទៀតទេម៉ាក់នៅតែចង់បបែកពួកគាត់ទៀតទេឯងមិនចាំទេបងប្រុសរបស់ឯងធ្វើឲ្យជើងពិបាកចិត្តចាំងណាគេចាក់ចេញពីផ្ទះច្រើនឆ្នាំឯងក៏ដូចគ្នាឯងចង់ធ្វើឲ្យជើងខឹងដល់ស្លាប់ម៉ាក់មើលម៉ាក់ចាស់ឥឡូវនេះម៉ាក់ចាស់ច្រើនណាស់មិនស្រស់ស្អាតដូចពីមុនទេព្រោះតែកំហឹងវាធ្វើឲ្យសម្រស់ម៉ាក់បាត់បង់អស់ហើយឯងអាចនិយាយជាមួយម្ដាយរបស់ឯងឲ្យល្អជាងនេះបន្តិចបានទេលោកយាយបាទអូយចៅប្រុសសម្លាញ់ណានេះជាកូនរបស់ហៃមីនឹងហើយនាងបែកគ្នាជាមួយបងប្រុសរបស់ឯង5ឆ្នាំហើយរៀបការជាមួយអ្នកផ្សេងទៀតបន្ទាប់មកក៏លេងលះដែលបន្សល់ទុកកូន2នាក់ហើយបែរជាចង់ត្រឡប់មករកបងប្រុសឯងវិញអីក៏គួយអស់សម្ដេចអីយ៉ាងនេះក្មេងទាំងពីរនេះមិនក៏ដូចបងប្រុសម្លេះឯងនិយាយថាម៉េច